តែនៅគ្នាចង់ចេះធ្វើ HP farm ដែរឬទេអញ្ចឹងវីដេអូនេះខ្ញុំនឹងបរៀនអ្នកគ្នាពីរបៀបធ្វើកុំភ្លេច like វីដេអូម្នាក់មួយផងណាអញ្ចឹងយើងគួរតែមានអីវ៉ាន់ត្រៀមទុកចំនួនប៉ុណ្នេះដើម្បីធ្វើវាអញ្ចឹងសម្រាប់ការបៀឃើញកម្ពស់នឹងដែរគឺចំនួន100ប្លុកដល់គ្នាយើងដាក់ឲ្យយើងវាស់មើលទៅអញ្ចឹងយើងអាចមើលតាម coordinate ទៅអាកន្លែងកណ្ដាលហ្នឹងគឺកម្ពស់ប្លុកយើងគឺចំនួន100គុណតែម្ដងអញ្ចឹងនៅត្រង់ចំណុចនេះយើងដាក់ប្លុកទទឹង4បដោយចំនួន6គុណ6ហើយឆេះយើងដាក់2ហើយប្រាប់ត្រង់អវ៉ាន់របស់យើងដាក់4ហើយនេះជាវីដេអូដែលខ្ញុំសង់ផ្ទាល់វាអ្នកបងរបស់ខ្ញុំអញ្ចឹងអ្នកគ្នាអាចដាក់កម្ពស់ពីកន្លែងឆេះមិញហ្នឹងគឺចំនួនប្លុក23ប្លុកមកគឺបានហើយខមួយនេះជាកម្ពស់ដែលត្រឹមត្រូវសម្រាប់ការធ្វើនៅនេះកុំភ្លេចដាក់ប្លុកតូចខ្ញុំផងដើម្បីការពារកុំឲ្យម៉បធ្លាក់មកវានឹងអាចមានគ្រោះថ្នាក់ដល់យើងអញ្ចឹងដាក់អញ្ចឹងមកគឺរួចរាល់ហើយខាងក្រោមយើងគឺមានតែប៉ុណ្្នឹងទេដាក់នេះដាក់ខុសណាអាចាស់ដូចមិនចេះទេចឹងកន្លែងដែលធ្វើឲ្យ zombie spawn អ្នកនេះគាត់តែដាក់8 គុណ8 4ទិសចឹងមកដូចរៀងសញ្ញាបូកចឹងមកធ្វើតាមខ្ញុំមកចឹងនៅចុងសញ្ញាបូកទាំង4ទិសហ្នឹងយើងគាត់តែដាក់អញ្ចេះប្លុកដូចខ្ញុំមកអ្នកនេះអាចមើលតាមនឹងបានយើងដាក់2អញ្ចេះដើម្បី sell ប្លុកយើងបានកាន់តែច្រើនផងដែរហើយយើងបិទវាមកហើយយើងកាប់កន្លែងទៅនេះចេញមួយមកហើយវាមាន style មើលទៅស្អាតហើយអ្នកនេះដាក់អញ្ចឹងមកអញ្ចឹងគ្រប់ប្លុកទាំង4ហ្នឹងគឺយើងដាក់អញ្ចឹងដូចគ្នាទាំងអស់ហើយអ្នកនេះបិទតាមខ្ញុំអញ្ចឹងមកនេះខ្ញុំធ្វើឲ្យមើលមួយគឺអ្នកនេះយល់ហើយឃើញអត់ហើយកន្លែងទៅនេះគឺដូចតែគ្នាទេយើងដាក់ដូចតែមុនតែគ្រាប់មើល8អត់8គ្រប់8ឥឡូវយើងចេញបានរូបរាងប៉ុណ្្នឹងហើយតែបន្តិចទៀតរូបហើយហើយនោះចេញដាក់ក្បាត់តាមគូហើយពួកយើងក៏ធ្វើការបិទប្លុកកន្លែងនេះជុំវិញកន្លែងនេះឲ្យពេញមកដើម្បី zombie spawn អញ្ចឹងអ្នកអាចធ្វើតាមវីដេអូនេះបានហើយខ្ញុំពងដាក់ហើយនេះដាក់យកមកហើយយើងបិទទៅតាមកឡោនទាំង4កឡោននឹងមកជាការ៉េ4ជ្រុងឲ្យពេញអស់មកអ្នកឃើញមើលបាននេះហើយខ្ញុំធ្វើការបិទជុំវិញ4ទិសឲ្យពេញទាំងអស់មកនេះឃើញទេហើយយើងអាចដាក់បអួចបិទបើកនេះឲ្យពេញកន្លែងទាំង4ដូចជាកន្លែងទឹកហូរនេះអានេះជាផ្លូវទឹកហូរអញ្ចឹងយើងបិទចេះដើម្បីកុំឲ្យ zombie វាស្ទះផ្លូវនេះបិទចេះបានមកបិទឲ្យខ្ញុំមកនេះយើងធ្វើអញ្ចឹងមកអញ្ចឹងហើយយើងបិទវាអញ្ចឹងមកបិទឲ្យទាំងអស់មកទាំង4កឡោនហ្នឹងគឺយើងធ្វើអញ្ចឹងដូចគ្នាទាំងអស់អូមើលហើយនៅត្រង់ចំណុចនេះអ្នកគ្នាគួរតែដាក់ពពួកនេះដើម្បីការពារកុំឲ្យមានការកក់ស្ទះ zombie ឬក៏ម៉បតែពេលធ្លាក់មកដាក់ចន្លោះគ្នាហើយកន្លែងតាមហ្គេមជុំវិញហ្នឹងគឺយើងធ្វើការបិទប្លុកចំនួន2ប្លុកផងដែរដើម្បីធ្វើជាការ៉េរូប4ជ្រុង4ទិសអញ្ចឹងហើយអ្នកគ្នាគួរតែដាក់នេះដូចពួយហ្នឹងមកគឺយើងដាក់ចន្លោះមួយដូចខ្ញុំដាក់នឹងផងមកដើម្បីធ្វើការវាសេលហើយណាមួយវានឹងអាចដំណើរការ 100% ផងដែរពីទៅវាធ្លាក់ពីគឺកលទឹកមកហើយបន្ទាប់មកយើងធ្វើការដងទឹកម្ចាក់មកដើម្បីធ្វើជាផ្លូវទឹកឲ្យ zombie វាធ្លាក់ចូលចំណុចកណ្ដាលដែលយើងបានធ្វើបំពង់ទម្លាក់វាចោលទៅក្រោមហ្នឹងអញ្ចឹងអ្នកគ្នាគួរតែដាក់មកនេះដាក់ទឹកដូចខ្ញុំមកហើយបន្ទាប់មកអ្នកគ្នាដាក់ប្លុកបិទជាគម្របឲ្យជិតនៅកន្លែង spawner ហ្នឹងអញ្ចឹងអ្នកគ្នាបិទឲ្យពេញធ្វើជាប្រអប់ហ្នឹងមកកាប់នេះចូលទៅផងមើលប្រព័ន្ធទឹកក៏ដើរស្រួយមានដើរអត់ទេហើយយើងធ្វើការសាងសង់រួចរាល់ហើយអ្នកគ្នាគួរតែដាក់ថតនៅលើតបលនេះកុំឲ្យ zombie spawn លើហ្នឹងហើយនេះគឺជារូបរាងរបស់ HP farm របស់យើងនេះយើងធ្វើជោគជ័យ spawner យើងធ្លាក់មកនេះ creeper មួយអីតែមក studio វាធ្លាក់មកទៀតហើយជោគជ័យអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយៗទៀតពីខ្ញុំញ៉ាផងដែរ